មានទីក្រុងមួយនៅប្រទេសចិនដែលមានអគាររាប់ពាន់ផ្លូវធំស្ថានីយរថភ្លើងនិងផ្សារទំនើបដ៏ធំប៉ុន្តែស្ទើរតែគ្មានមនុស្សរស់នៅមនុស្សជាច្រើនហៅវាថា Ghost Cities of China ប៉ុន្តែសំណួរគឺហេតុអីចិនចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីសង់ទីក្រុងដែលគ្មានមនុស្សក្នុងរយៈពេលតែប៉ុន្មានទសវត្សរ៍ប្រទេសចិនបានក្លាយជាប្រទេសមួយដែលអភិវឌ្ឍលឿនបំផុតក្នុងប្រវត្តិសាស្ត្រប្រជាជនរាប់រយលាននាក់ផ្លាស់ពីជនបទចូលទីក្រុងហើយរដ្ឋាភិបាលចិនជឿថាអនាគតរបស់ប្រទេសគឺការកសាងទីក្រុងថ្មីដូច្នេះពួកគេចាប់ផ្ដើមសង់អគារសង់ផ្លូវសង់រថភ្លើងក្រោមដីសង់ទីក្រុងទាំងមូលមុនពេលមនុស្សមករស់នៅប៉ុន្តែមូលហេតុពិតមិនមែនគ្រាន់តែចង់ឲ្យមនុស្សរស់នៅនោះទេនៅចិនវិស័យអចលនទ្រព្យគឺជាម៉ាស៊ីនសេដ្ឋកិច្ចដ៏ធំបំផុតមួយការសាងសង់កាន់តែច្រើន GDP ក៏កើនក្រុមហ៊ុន developer ខ្ចីប្រាក់ធនាគារដើម្បីសង់អគារថ្មីហើយរដ្ឋាភិបាលតំបន់ក៏រកលុយពីការលក់ដីផងដែរនិយាយឲ្យងាយការសាងសង់ទីក្រុងថ្មីបានក្លាយជាវិធីមួយក្នុងការជំរុញសេដ្ឋកិច្ចប៉ុន្តែបញ្ហាគឺពេលខ្លះទីក្រុងទាំងនោះលូតលាស់លឿនពេកអគារត្រូវបានសង់លឿនជាងចំនួនមនុស្សដែលមករស់នៅអាផាតមិនជាច្រើនត្រូវបានទិញមិនមែនសម្រាប់រស់នៅទេតែសម្រាប់វិនិយោគមនុស្សជាច្រើនទុកវាចោលដោយមិនរស់នៅពិតប្រាកដហើយបន្តិចម្ដងទីក្រុងខ្លះคล้ายជាទីក្រុងស្ងាត់ទីក្រុង Ordos គឺជាឧទាហរណ៍ដ៏ល្បីបំផុត Ordos គឺជាទីក្រុងមួយក្នុងចំណោមផ្នែករដ្ឋបាលធំទាំង12របស់ Inner Mongolia ប្រទេសចិនវាស្ថិតនៅក្នុងតំបន់ខ្ពង់រាប Ordos នៃទន្លេលឿងទីក្រុង Ordos ត្រូវបានគ្រប់គ្រងជាទីក្រុងកម្រិតខេត្តចាប់តាំងពីឆ្នាំ2001មកបើទោះបីជាតំបន់អភិវឌ្ឍទីក្រុងមានទំហំតិចតួចប៉ុណ្ណោះបើប្រៀបធៀបនឹងផ្ទៃដីសរុបរបស់វាក៏ដោយទីក្រុង Ordos ត្រូវបានរចនាសម្រាប់មនុស្សរាប់លាននាក់ប៉ុន្តែក្នុងរយៈពេលមួយមានមនុស្សរស់នៅតិចជាងការរំពឹងទុកខ្លាំងហើយវាคล้ายជា symbol នៃ Ghost Cities របស់ចិន Ghost Cities របស់ចិនមិនមែនគ្រាន់តែជារឿងអគារទទេទេវាជារឿងអំពីសេដ្ឋកិច្ចមហិច្ឆតានិងអនាគតរបស់ប្រទេសមួយដែលកំពុងផ្លាស់ប្ដូរពិភពលោកហើយសំណួរពិតគឺតើវាជា genius long term plan ឬជាបញ្ហាដ៏ធំមួយដែលមនុស្សមិនទាន់ឃើញបើសិនបើពេញចិត្តការបកស្រាយរបស់ខ្ញុំសូមជួយចុច like និង subscribe channel ខ្ញុំដើម្បីតាមដានវីដេអូរបស់ខ្ញុំថ្មីបន្តទៀត